តោះបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកជាមេរៀនមួយទៀតហើយដែលតាក់ទងនឹងការរកលុយជាមួយនឹង DigiKit គណៈថាពេលខ្លះខ្ញុំវារវល់បងប្អូនខ្ញុំអត់ទាន់បានចែករំលែកបងប្អូនពីការ discount នៅលើគម្រោងរបស់ DigiKit ចឹងណាដោយសារខ្ញុំណែនាំខ្ញុំចង់ឲ្យបងប្អូនប្រើលើគម្រោង DigiKit ទេព្រោះថា DigiKit វាចែកចាយបានតាពី3ល្បងចឹងណារួចពីហ្នឹងមកវានៅស្ពៃវាអត់ចែករំលែកយើងចឹងណាហើយបងប្អូនដៃថ្មីខ្លះគាត់តែសួរថាបងខ្ញុំផុសចម្រៀង DigiKit នេះវាបានចែកចាយធម្មតាចឹងណាហើយគាត់ពីច្រើនគាត់រៀនខមមិនមកឲ្យខ្ញុំចឹងបងប្អូនហើយខ្ញុំក៏មិនទៅចង់ចាញ់ឈ្នះអីគេទេបងប្អូនគឺថាខ្ញុំដឹងអ្វីដែលខ្ញុំដឹងរាល់ថ្ងៃខ្ញុំតែបញ្ជាក់ក្នុងមេរៀនថាខ្ញុំមិនមែនជាគ្រូ MMO ទេខ្ញុំក៏តែអ្នកធ្វើមេតិកាចែករំលែកនៅលើអ្វីដែលខ្ញុំបានដឹងបានចេះចឹងបងប្អូនហើយរឿង discount ហ្នឹងយូរឆ្នាំហើយយូរខែហើយខ្ញុំដឹងយូរហើយប៉ុន្តែពេលខ្ញុំវាមិនបានធ្វើមេរៀនប្រាប់បងប្អូនបន្ថែមចឹងណាហើយមានគ្រូមួយចំនួនគាត់តែងតែប្រាប់ខ្ញុំកុំឲ្យខ្ញុំធ្វើមេរៀនអីព្រោះសារគាត់លក់មេរៀនអីនៅក្នុងបណ្ដាញសង្គមយើងឥឡូវចឹងណាហើយតម្លៃមេរៀនពួកគាត់ហ្នឹងដឹងស្រាប់ហើយមានថោកណា50រៀល60រៀល100ឡាតាមមេគ្រូខ្លះចឹងណាតែខ្ញុំអត់ចង់ចាញ់ឈ្នះទេបងប្អូនខ្ញុំមិនចង់ចាញ់ឈ្នះលើអ្នកណាទេខ្ញុំហងៃខ្ញុំយកឈ្នះតែខ្លួនឯងមិនចង់បានហ្នឹងហើយចំណុចទី2សំខាន់ហ្នឹងខ្ញុំដូចបញ្ជាក់បងប្អូនចឹងថាបងប្អូនមកយល់អត់មិនចាំបាច់ប្រើទេណាបងប្អូនមកយកគម្រោងណាដែលគេបងប្អូនទៅចាំថារបស់ដែលថ្លៃរបស់ដែលល្អគេមិនចាំបាច់ discount ទេបងប្អូនជឿខ្ញុំមករបស់ដែលមានតម្លៃថ្លៃបំផុតគេមិនចាំបាច់ discount ទេតែនេះយើងប្រើលក្ខណៈ fake Gmail បងប្អូនណាយើងប្រើ fake Gmail ហើយតម្លៃ discount នៅលើ DigiKit ហ្នឹងគេមិនប្រើ Gmail ខ្មែរទេណាបងប្អូនគេប្រើ Gmail របស់បរទេសណា Gmail បរទេសហើយគេក៏ប្រើជាលក្ខណៈ fake Gmail ដែរហើយពេលដែលយើងបានភ្ជាប់គម្រោងបានទិញលើម៉ានីកាគម្រោងហើយបងប្អូនត្រូវតែដូរ Gmail ចោលវិញណាដាក់ Gmail របស់យើងមកហើយយើងដាក់ឈ្មោះយើងពិតប្រាកដមកអានឹងបងប្អូនអាចធ្វើបានហើយខ្ញុំចែករំលែកថ្ងៃនេះគឺថាចង់ឲ្យបងប្អូនដាស់តឿនថាបើយល់ល្អមិនចាំបាច់ប្រើគម្រោងនៅលើគម្រោង DigiKit ទេខ្ញុំអាចចែករំលែកប៉ុណ្ណឹងហើយតម្លៃ discount នឹងវាមានក្បាច់ក្នុងការធ្វើបងប្អូនគេមិនចេះធ្វើណាហើយសម្រាប់គ្រូគេនឹងលាក់បាំងជាលាក់ជាអាកំបាំងគេមិនដែរប្រាប់យើងទេគ្រូ MMO គេលាក់ដើម្បីលក់មេរៀនហើយមានបងប្អូនយើងមួយចំនួនឆាតមកថាបងមេរៀនបងធ្វើ DigiKit ធនខនបងលក់មិនអីមិនចឹងខ្ញុំក៏ប្រាប់គាត់ទៅវិញថាខ្ញុំអត់ដែរលក់មេរៀនទេខ្ញុំសូមបញ្ជាក់មកថាខ្ញុំមិនចេះអីទេតែខ្ញុំអាចចែករំលែកនៅព័ត៌មានខ្លះសម្រាប់បងប្អូនយើងដែលចង់រកចំណូលបន្ថែមពីលើ website ហើយខ្ញុំចង់ឲ្យបងប្អូនចេះហើយខ្ញុំចង់បងប្អូនចែករំលែកនៅព័ត៌មាននេះបន្តខ្ញុំទៀតចឹងបងប្អូនណាបងប្អូនចេះទៅបងប្អូនចែករំលែកបន្តទៀតទៅបងប្អូនឲ្យកូនខ្មែរយើងគាត់អាចធ្វើបានគាត់មិនចំណាយលុយលើវាបន្ថែមទៀតចឹងខ្ញុំតែនិយាយដែរថាហេតុអីបានជានៅសុកខ្ញុំមកចែករំលែកបានឯការនេះព្រោះខ្ញុំគាត់ខ្ញុំចង់បន្សល់នៅគេតំណែងឈ្មោះរបស់ខ្ញុំមួយណាបងប្អូនខ្ញុំចង់បន្សល់គេតំណែងឈ្មោះខ្ញុំមួយនេះទុកសម្រាប់បងប្អូនចកក្រោយគាត់ស្គាល់ថាមានបងប្រុសម្នាក់គាត់ជាអ្នកចែករំលែកបានឯការមួយហើយណាមួយទេខ្ញុំចង់ឲ្យគេស្គាល់ខ្ញុំដូចគ្រូដតីដែរតែការចែករំលែកនឹងដោយមិនចំណាយលុយនៅលើលក់មេរៀនខ្ញុំអត់ចង់ធ្វើចឹងបងប្អូនខ្ញុំចង់មានឈ្មោះមួយម្នាក់នៃការចែករំលែកឲ្យគេស្គាល់ចឹងណាបងប្អូនស្គាល់ជាទូទាំងពិភពលោកនិយាយវាលេងសើចឬក៏ងាយណាបងប្អូនណាហើយក៏ខ្ញុំចង់ឲ្យគេពេលដែលខ្ញុំថ្ងៃអនាគតទៅវាយ៉ាងម៉េចយ៉ាងម៉ាទៅគេក៏ខ្ញុំមានគេស្គាល់ម្នាក់ឬក៏2នាក់ឬក៏100នាក់ដែលស្គាល់ខ្ញុំការចែករំលែកចំណុចទី3អញ្ចឹងគាត់ខ្ញុំចង់ឲ្យបងប្អូនយើងឆ្លៀតម៉ោងឆ្លៀតពេលវេលាដើម្បីយើងរកលុយចំណូលក្រៅតែគាត់ថាការរកចំណូលក្រៅហ្នឹងយើងមិនអត់ចំណាយលុយទេបងប្អូនចំណាយលុយខ្លះណាបងប្អូនត្រូវតែចំណាយលុយខ្លះក្នុងការធ្វើវាចំណុចសំខាន់ចំណាយលុយខ្លះបែបម៉េចចំណាយលុយខ្លះក្នុងការទិញ account កម្មសិទ្ធិបញ្ញាទី1ទី2ចំណាយលុយក្នុងការទិញចម្រៀងបងប្អូនមិនអាចប្រើរបស់ free បានទេត្រូវយល់ថានៅលើលោកនេះគ្មានរបស់ណាដែល free មកឲ្យបងប្អូនទេអញ្ចឹងបងប្អូនធ្វើត្រូវតែអត់មុតព្យាយាមត្រូវតែស៊ីអត់ទីឃ្លានដើម្បីចង់ធ្វើវាបានចំណូលពេលក្រោយហើយបងប្អូនជ្រើសរើសរកគម្រោងណាដែលយើងអាចប្រើមួយជីវិតដែលចម្រៀងយើងដាក់ផុសទៅបានដាក់ទៅបានណាខ្ញុំសូមកណ្ដាលណែនាំបងប្អូនប្រើនៅលើគម្រោង Dito ណា Dito យើងប្រើបានមួយជីវិតហើយក្រុមហ៊ុនរបស់គេហ្នឹងគេបានសហការទៅជាមួយនឹងក្រុមហ៊ុន AI អញ្ចឹងយើងអាចធ្វើបានណាយើងអាចមានលទ្ធភាពក្នុងការធ្វើបានតែមេនេះបងប្អូនធ្វើចម្រៀង AI ហ្នឹងបងប្អូនគ្រាន់តែយកមកដាក់ចូលទេខ្ញុំសំណូមពរថាបងប្អូនផលិតចម្រៀងមេតិកា AI មែនតែយើងណាក៏យើងត្រូវទៅយក Mix Master បន្ថែមបាសថែមអកថែមភ្លេងឲ្យបានមនុស្សធ្វើត្រឹម 30% ក៏បានដែរអញ្ចឹងបងប្អូនមិនមែនយកមកដល់គ្រូក៏ចែកមេថាមិនអី AI ដាក់បានបងប្អូនកុំធ្វើអញ្ចឹងអត់កើតទេណា
ខ្ញុំមិនខ្ញុំវិញឆ្លើយថា no ហើយណាខ្ញុំមិនឲ្យបងប្អូនធ្វើអញ្ចឹងទេខ្ញុំចង់ឲ្យបងប្អូនធ្វើលក្ខណៈយើងយកពី AI មែនប៉ុន្តែខ្ញុំឲ្យបងប្អូនធ្វើយកមកកែលើ Mix Master ណាបងប្អូនកែលើ Mix Master ទៅបងប្អូនថែមដូចជាបាសដូចជាអបថែមទៅហើយបងប្អូនកាត់បន្ថយក្នុងការអង្គុយជុំមុតភ័ក្រផឹកស៊ីបែរនេះជាយោបល់ខ្ញុំហ្នឹងណាត្រូវយល់ថាការអ្នកដែលជោគជ័យគ្រូធំធំគាត់ជោគជ័យគាត់កាត់បន្ថយមិនគាត់បន្ថយក្នុងការជួបជុំកាត់បន្ថយក្នុងការផឹកស៊ីអញ្ចឹងណាគាត់ងាកមកធ្វើការងារក្រៅម៉ោងអាហ្នឹងបើសិនជាបងប្អូនចង់បានបងប្អូនត្រូវតែកាត់បន្ថយអស់ហ្នឹងបងប្អូនអាចមានបានដូចគេហើយដូចគ្រូហើយបងប្អូនជោគជ័យហើយណាហើយចំណុចទី6ដែលខ្ញុំតែនិយាយក្នុងមេរៀនចាស់ថាកុំព្យាយាមប្រើរបស់ដែល free អសោះបងប្អូនត្រូវតែចំណាយខ្លះទៅណាបងប្អូនចំណាយខ្លះទៅបងប្អូននេះចំណាយលើវាខ្លះណាអញ្ចឹងបានបងប្អូនមានចំណូលវិញហើយក៏ខ្ញុំនិយាយនេះខ្ញុំក៏ចង់ដាស់តឿនបងប្អូនថាអត់ចង់ឲ្យបងប្អូនប្រើលើគម្រោង DigiKit ទេតែខ្ញុំគ្រាន់តែចែកម្លែកបងប្អូនឲ្យបានស្គាល់បានដឹងណាបងប្អូនចម្រៀង DigiKit វាគ្រាន់តែជាល្អមើលអញ្ចឹងវាល្អមើលបងប្អូនត្រូវយល់ន័យថាដូចកៅអៅអញ្ចឹងមិនមែនសុកគេ Discord បងប្អូនទេដោយសារកៅអៅលក់លេងដាច់ហើយបងប្អូនយល់ទេដោយសារខោអាវហ្នឹងវាលក់លេងដាច់របស់លក់លេងដាច់ហើយវាចាស់ហើយវាប្រើលេងកើតហើយអញ្ចឹងគេ Discord បងប្អូនយកអស់ទៅរួចវាឃ្លាំងគេទៅចេញវាគេទៅហើយមួយឆ្នាំចុងក្រោយនេះ DigiKit មានបញ្ហាច្រើនណាស់មួយឆ្នាំចុងក្រោយនេះមានតែខនចាស់ឆ្នាំហេតុអីបើអញ្ចឹងចម្រៀងរបស់គេផ្ទុះស្រាប់ហើយអញ្ចឹង DigiKit ដាក់ទៅវាស្ប៉ាមកហើយវាខូចមកហើយតាមពិតក្រុមហ៊ុន DigiKit វារញ៉េរញ៉ៃអស់ហើយហ្នឹងវាអត់ទៅរួចទេហើយក្រុមហ៊ុន DigiKit ក៏មានមកគេប្តឹងច្រើនដែរបងប្អូនសេកមើលយកពាក្យថា unlock enable នៅលើ YouTube វិញពាក្យយកពាក្យដំបូងបងវាពាក្យថា DigiKit មកវាពាក្យថា available នៅលើ YouTube ទៅបងឃើញទេប្រទេសគេដាក់សញ្ញាខ្វែងបងប្អូនប្រទេសគេដាក់សញ្ញាខ្វែងទាំងអស់ដាក់សញ្ញាខ្វែងសង្គមប្រទេសខ្ញុំតាមដានមើល DigiKit គេមានបញ្ហាច្រើនណាស់គេដាក់ថាឆោបបោកចម្រៀងគេខំធ្វើខ្លួនឯងហើយមិនចែកចាយគេអញ្ចឹងបងប្អូនណាអ្នកខ្លះផលិតចម្រៀងខ្លួនឯងផ្ទាល់ដៃនៅដាក់ទៅអត់អាប់រូគ្នាទៀតហើយមិនចែកចាយហើយមិនបានលុយគេទៀតអញ្ចឹងណាអញ្ចឹងមួយចំនួននៅតែគាត់ប្រកែកថាចម្រៀងដាក់បានធម្មតាផុសធម្មតាខ្ញុំទទួលស្គាល់ថាផុសធម្មតាផុសបានដាក់ធម្មតាបានវាអត់មានតែហាមឃាត់ដូចលើគម្រោងធុនខទេបងប្អូនណាវាអត់មានហាមឃាត់ដូចធុនខទេបងប្អូនដាក់ផុសបានធម្មតាតាដាក់ធម្មតាទាំងអស់តែវាអត់ចែកចាយយើងហើយពេលចែកចាយហើយនឹងគ្មានអ្នកមើលទៀតហេតុអីបានគ្មានអ្នកមើលដោយសារឈ្មោះរបស់យើងមិនមែនជា brand ដែលល្បីយើងគ្រាន់តែជាអ្នកដូចថាកវៃកឆ្នាំងនៅលើគ្រួសារអញ្ចឹងណាហើយខ្ញុំចង់និយាយក្នុងន័យថាមិនមែនហាមឃាត់ឲ្យបងប្អូនមកឲ្យធ្វើទេតែខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំណែនាំគម្រោងឲ្យបងប្អូនធ្វើនោះយកគម្រោងណាដែលល្អណាយកគម្រោងណាដែលវាអាប់រូចម្រៀងយើងផុសទៅមានអ្នកមើលច្រើនហើយផុសទៅយើងអាចមានចំណូលវិញពេលក្រោយមិនមែនមានសិទ្ធិហាមឃាត់បងប្អូនមិនឲ្យធ្វើទេគេថាមិនចង់ឲ្យបងប្អូនធ្វើខាតពេលគម្រោង DigiKit នេះវារញ៉េរញ៉ៃបងប្អូនណាញ៉ៃខ្លាំងណាអញ្ចឹងបងប្អូនកុំចង់ភ្លុកអីណាហើយក្បាច់នឹងការធ្វើបងប្អូននេះក្បាច់ការធ្វើនេះបងប្អូនវាយពាក្យនេះបងប្អូនណាបងប្អូនវាយពាក្យនឹងមកនេះណាវាយពាក្យ DigiKit មកនេះវាយពាក្យនឹងមកនេះវាយអក្សរហ្នឹងមកណាវាយដាក់នៅលើជ្រោមបងប្អូនមកឲ្យផាសទៅណាតទៅទៀតបងប្អូនវាយពាក្យនេះបន្ទាប់ពីបងប្អូនវាយពាក្យហ្នឹងហើយបងប្អូនរត់ចូលមកដល់នៅក្នុង account នេះបងប្អូននេះរត់ដល់ account ចេះនេះដល់ Gmail បងប្អូននេះដល់ thumbnail ហើយបងប្អូន copy នេះបងប្អូន copy អា Gmail ហ្នឹងបងប្អូន copy អា Gmail ទៅយកទៅដាក់នៅលើនេះ DigiKit នេះដាក់ថាបញ្ចុះតម្លៃ 50% បងប្អូនណាបងប្អូនដាក់ចឹងហើយបងប្អូនចូលវិញមកបងប្អូនចូលវិញនេះបន្តមកទៅដល់កន្លែងនេះបងប្អូនណាពេលបងប្អូនចុចចឹងហើយវាដល់កន្លែងរត់ដល់កន្លែងហ្នឹងបន្តមកទៀតបងប្អូនរួចពីហ្នឹងហើយបងប្អូននេះបញ្ចូលបងប្អូនចូលមកកន្លែងនេះចូលមកកន្លែងនេះបងប្អូនយកពាក្យថា account ណាបងប្អូនណាបងប្អូនចូលមក account មកបងប្អូនដូរណាបងប្អូន copy អា Gmail នេះអា Gmail ដែលយើងបានដាក់ចុះតម្លៃ 50% ណាបងប្អូនណាយើងដូរអា Gmail ចេញមកនេះយើងលុបវាចោលមកបងប្អូនយើងលុបចោលយើងដាក់ Gmail របស់យើងវិញណាបងប្អូនបន្តមកទៀតបងប្អូនដាក់ឈ្មោះណាដាក់នេះបងប្អូនយកមកនេះយកមកឲ្យបងប្អូនដាក់លេខទូរស័ព្ទរបស់យើងមកដាក់លេខទូរស័ព្ទខ្មែររបស់យើងមកបងប្អូនណាដាក់លេខទូរស័ព្ទខ្មែររបស់យើងមកយើងដូរដើម្បីយើងចង់បានយើងយកតែកម្រង$12ទេបងប្អូនចង់ដាក់លេខសារមកដល់ធ្វើលេខទៅអត់ទេបងប្អូនធ្វើលេខមកណាបងប្អូនធ្វើលេខមកណាបងប្អូនធ្វើលេខមកនេះមើលលេខមើលទៅមើលលេខទូរស័ព្ទនេះ Cambodia អញ្ចឹងបងប្អូនដាក់លេខទូរស័ព្ទមកណាលេខទូរស័ព្ទខ្ញុំដាក់លេខទូរស័ព្ទសិន066
22 94 84 chẳng nhỏ tính nhá bọn sao nhỏ pra tới nhưng mà đã cho bọn mới nhưng thời giờ mình đi thấy bọn đã mà để step 2 step 1 bọn là postal code ấy cái bọn đã mà mua một phần card đó bọn đã lại mua phần card mà bọn trong ban nơi cầm đồ đó bọn chơi nhỉ chơi sale mà hay password dương bảo cho dương chơi sale này dương overpot này overpot là bây dương chơi đặt sale á nếu như bạn đồ vào trụ bao giờ hay lại mua phần card bọn á lại mua phần card màu hay bọn ai sign in cái chọc phía bọn là dương ai chọc cho môi cho phê tới bọn là dương phê tới ba này chẳng nè đã mua món này phần card màu này nếu khả năng chỉ mua sample bao nẹp xây thì đi bao mua chai nhóm á mua được là con đi tô trong tây nhưng mà đã tây xa nhóm ở trong phơi bì một ôn mơ một giờ tới ôn điệp trong hai nó điệp trong đã đi sập dư thầm thôi nhưng đã chi mê đôi rồi món nè một ôn lắm một ôn vô ba tên tiền vô á nè một ôn này thấy bây giờ cho trộn đó thấy đòi nhăng à dương đã nhưng pa chi mê password mà đặt password đôi cái món ôn trộn ba đấy nè một ôn trong ôn nè nhưng mà bọn ôn bằng tiền bọn khó giờ lắm á nè bọn copy chi mê nè bọn copy chi mê món đã món nè thế nè đã món nè bọn copy chi mê món đạm vào điện thế điện con đạm món điện thì mời bằng mới hay password là bọn bị đạn điện password đấy dương mình trăm bạch như bọn này những chơi trong màu đó điện rồi mới muốn chơi xanh in món điện hạt bị đói điện chơi xanh in màu mình bị tàu rồi để dương ấy trăm tiền bọn bị bóng đá khởi án điện bóng ôn đo cầm rô thế điện bóng thế điện mà chán á từ bộ đi tầm lái pin nhau biết bóng đừng mà giờ tầm lái pin biết bay từ một là mà dương cần gì lui không ai tới bây giờ tầm lấy với thay vô là thay mình tên password rồi dương tầm lấy bao nhiêu biết cứ thay khang vô thay khang mình tên tầm lấy khang với bay tầm 1 lá mà chán á bây giờ cái điều không dương nó tập mai dương vì bây giờ bay tầm 4 lá má này mình bay tầm 4 này đôi chia cao tập lá bao nhiêu nó cao là bao nhiêu như thế chẳng dương đặt cầm rô nè đọc pi là mà chán pay pi là mà chán sai tập 4 lá cao tầm 4 mà chán chẳng có nào mà 4 hay bóng cho nè bóng vô lấy nổi rung phim đi mà này thấy bóng vô lấy nhà khảo đấy nè khảo đi có kín nữa nè bóng thế nè bóng nè lúc pass nè lúc anh cho món nè lúc anh cho món nè lúc anh cho món chấn dương cho món nè nè cái nè đi chào chi mê phải bao giờ này chi mê dương miên xẹp bóng dân cho lại ra nè làm bây việc bạn đo chỉ po mình thay mà dương chẳng á tại nhóm bị phơi tiền bóng này xa nhóm ấy rồi xa nhóm biên đi hơi đặt mua lại tầm thầu mó tại nhưng mà phơi tế ở đã tế anh đi ở dương đã mà postal code đây mà ra điện nó là đấy ấy đã nè đã ta đi vô York nè dương lúc với cho mà dương lúc đã FC mà đã Cambodia mà nhiều ông là Cambodia mà đó bây giờ mình Cambodia nếu mình Cambodia ta tay giờ tăng khơi để nhung ố nhung pra nhung bằng bệnh trong ố bệnh đã tên đấy dương nè lấy sắp lấy code postal code đấy dương đã món nó mai nè lấy vợt ấy là này chẳng nè đã mai mà đi dương đã món chỉ đã cho món dương đã màu postal code để đã màu du chọn được miền thì đã trả lại du chọn bị ơi rơi thì tại giờ họ mới làm địa khơi lại đi khó nó bên khinh Cambodia tạm mới đã tới ở xa đi dương mà anh đã du chọn thế đã màu ấy hay bọn chuyện đấy nhỉ bọn chuyện sale nhỉ bọn đấy thì xem ổ phật nó nhỉ lấy name chung hoa dương từ mơ xem này ôn mơ mó nhỉ mơ mó thì phật nó tao bao nhiêu thay mua sân bạn bị oi từ nữa nè anh lấy sạp mà bộ đã lấy sạp mà nè cái nhé lấy sạp mò nè lấy sạp Cambodia nó đã mó đã cho nó đã mó tay nhưng mà đã tê thay nhưng bị miền là khó thôi nhưng mà phơi tê mó đó nhưng mà anh cho mình chơi sale bạn này mới lấy sạp đâu rồi giờ toàn đã lấy chứ nè bây giờ oi tê ra dương ở toàn làm pin nè giờ toàn làm pin lấy sạp tê chẳng dương nhung chơi chinh vinh bộ đó trong mà to tiền đó bóng bóng đô passport hai tầm thấu món thì ở đây chia khâu này mà đó chia lại chi mê là khâu để dùng ăn phơi đó mà buồn nè website nó nè website này fake chi mê nó là website fake chi mê là nó vì ăn nhau sao mà tề nhà sao đi sập anh em đã khi nhau sao mọi phần fake chi mê đó để dùng phơi đăng tam dạ ở TK nếu bằng ôn video medium TK thôi nhưng mơ tam cái đó nhưng mà chạy để ôn từ đó tay nhưng mà lại là việc sai sen code ở miếng sen code đó code chi mê đôi việc mình khi nhà mọi người chẳng nhưng bởi vì xạ đâu có ca vô code nữa vì mình nhà code chi mê đấy nhưng dương ai vô card một ôn dương ai vô card nó đi bán dương ai card bán dương ai card ở Facebook rồi chẳng á dương thường copy nó đã mó nhưng mà mình xanh chi mê dương ọt chẳng á một ôn chẳng nó xạo là mờ đã mà mới hay nè một ôn mơ nè vô đó
ហើយបងផាសចូលបានបងណានេះអញ្ចឹងបងប្អូនរួចរាល់អស់ហើយបងប្អូននេះបងប្អូនរួចរាល់អស់ចឹងហើយហេនេះនេះឥឡូវដាក់រួចរាល់អស់ណាបងណាខ្ញុំនេះសេវដាក់មកនេះនេះខាងប្រទេសកម្ពុជាយើងដាក់ country ហ្នឹងខាងប្រទេសកម្ពុជា country បានហៅប្រទេសនេះបងប្អូនអានេះឃើញប្រទេសហ្នឹងតែអានោះវាឃើញប្រទេសមានឃើញប្រទេសមិញចាប់បងប្អូនអូផុតមកចូលពាក្យសេវណាខ្ញុំសេវទុកចោលមួយបងប្អូនតែមើលថ្ងៃណានឹកឃើញដាក់ចោលបងថាចង់ធ្វើទេឬគេនឹងវារញ៉េរញ៉ៃចម្រៀងយើងវាអត់ប្រយោជន៍សោះហ្មងយើងដាក់នៅហ្នឹងមកយើងដាក់ទាំង Gmail មកដល់បងមើលសិនណាបងមើលសិនមកណាមើលមកសិនមកនេះយើងអាចនេះហើយអញ្ចឹងបងប្អូនចុចពាក្យ save ចុច save មកចុច OK មកវាបានជាប់ហើយណាបងប្អូនវា save ជាប់ហើយយើងយក save នេះបងប្អូន save ហ្មងឥឡូវយើងបានហើយបងប្អូនយើងយកកន្លែងនេះយើងចុចមកនេះចុចមកតម្លៃយើងចុះតម្លៃ account ណាបងប្អូនណាយើងចុចមកណាយើងបានជាប់ហើយអស់ហើយរៀបចំត្រឹមត្រូវហើយនៅលើ account របស់យើងយកមកតែខ្ញុំអត់ធ្វើទេបងប្អូនដឹងស្រាប់អត់ធ្វើទេនិយាយទៅខ្ញុំសុំចុះចាញ់នឹងលើនៅលើហ្មងនៅលើ account ក្រុមហ៊ុនហ្នឹងហ្មងបងប្អូនអានេះយើងដាក់លេខសាប់ឲ្យខ្មែរមិញតាយើង save ឲ្យមិញតាវាអត់ឃើញលេខសាប់ឲ្យយើងចឹងបើឲ្យយើងតាមបាន save លេខសាប់អូយើងភ្លេចបងប្អូនមិញដាក់ខុសលេខសាប់នេះនឹងហើយយើងសេម្ដងទៀតបងចុចសេម្ដងទៀតមកដើម្បីយើងយកលេខសាប់យើងបងប្អូនធ្វើចឹងមកបងដាក់ទៅដាក់មកដាក់កម្រងទី1សាកចោលបានបងប្អូនណាដោយសារយើងផលិត AI តែវាខណៈថាយើងវាស្ដាយលុយដែរបងប្អូន4 10រៀលយើងស្ដាយលុយដែរតាមបងប្អូនទៀតម្ដងទៀតឲ្យបានលេខសាក់យើងជាប់ហ្នឹងបងប្អូនដោយសារលេខរបស់ខ្ញុំវាមានមួយហើយបងប្អូនយើងចុចយក file number មកវាមកនោះវាមិនវាដល់កន្លែងនោះវិញហ្នឹងហ៎ចឹងមកនេះបងប្អូននេះឃើញនេះមួយខែនេះអានេះវាមានមើលយើងទៀតនេះបងប្អូននេះ$49និង$49នេះយើងបាច់មើលទេអានេះសម្រាប់គេធ្វើវីដេអូមើលតែនេះបានហើយបងប្អូនហើយបងចុច pay មកយើងមើលយើងចង់ដឹងថាចុច pay វាប្រមាណឲ្យយើងយើងចុចមើលក្នុងសិននេះដាក់តម្លៃនេះបងប្អូននេះនេះអញ្ចឹងវាដាក់គ្រីណាបងប្អូនឃើញដាក់គេបងប្អូននេះអានេះដាក់ប្រទេសកម្ពុជាមកយើងចង់ pay លុយបងប្អូនណាយើងចប់កាតធនាគារឥឡូវយើងមើលប្រទេសកម្ពុជាណាយើងមើល Cambodia មកមើល Cambodia មកតើប្រទេសកម្ពុជាហ្នឹងវាចាត់តម្លៃខ្វែងហើយចេះឃើញ Cambodia នេះ Cambodia នេះយើងជាប់កាតធនាគារបងប្អូនណានេះវាដាក់តម្លៃឲ្យខ្វែងនេះ$24មួយឆ្នាំហ្នឹងអញ្ចឹងវាសល់តែ$15ទេណាថា$15ចុះចុះបងប្អូនធ្វើមក$13ច្រឡំ$12.40 សេនអញ្ចឹងវាស្មើនឹងយើងគិតថា$12.50 សេនចឹងបងប្អូនណានេះអានេះយើង pay មកយើងដាក់ជាប់កាតធនាគារ Visa card យើងចុច Visa card ហ្នឹងហ៎យើងវាយ Visa card ហ្នឹងមកហើយបងប្អូនចុចអាឡែង zip code ថ្ងៃខែឆ្នាំរបស់យើងមកបងចុចពាក្យជាន់មកបងប្អូននឹងបានទៅណានឹងត្រឹមតែ$12ទេអាហ្នឹងក្បាច់ដែលខ្ញុំមើលតាមបរទេសគេធ្វើមេរៀនហើយមានគ្រូខ្លះចែកម្លែកនៅក្នុងមេរៀនរបស់គាត់តែខ្ញុំមិនដាច់ចោលរອບទេថ្ងៃហ្នឹងខ្ញុំមកធ្វើចែកម្លែកបងប្អូនទៅកុំឲ្យបងប្អូនខ្លះគាត់យើងដឹងហើយយើងមិនប្រាប់អញ្ចឹងណាអញ្ចឹងបងប្អូនអាចធ្វើតាមនឹងបានបងប្អូនណាធ្វើតាមនឹងមកបងប្អូនចុចតាញ់ឲ្យមកណាយើងសេវទុកលើអាជ្រុំយើងនេះថ្ងៃណាមួយគេបងប្អូនចង់សម្រេចចិត្តអីទៅសារយើងអីយើងបានដាក់ Gmail ហ្នឹងហើយណាអញ្ចឹងវា discount ដែរទេយើងបានសេវទុកណាបងប្អូន$12នេះអាក្រោមយើងមិនបែរនេះទេ FFX នេះវាខណៈជាឆ្នាំផ្សេងនេះយើងបាច់ខ្វល់នេះបងប្អូនយកអានេះអាតម្លៃ discount នេះ$44នេះវាបានទាំងអស់នេះបានចូលមេតាអីបានច្រើននេះបោកយើង step យើងទាំងអស់ហ្មងហើយយើងផុសបានមកទេស្អីណាទីច្រើនញ៉ៃទៅស្អីនេះគិតនឹងបកាច់យកស្អីវាទេការវាស្អីវាទេធ្វើការងារដូចមិនច្បាស់ទៅនេះគិតនឹងមិនវាហើយ account ល្បីរាប់ឆ្នាំដែរបើធ្វើកម្រិតចឹងវិញបើថាចម្រៀងមិនចេញឲ្យគេទៅមិនចេញឲ្យគេហ្មងទៅចាំបាច់ឲ្យគេដាក់ចូលអីមិន approve ឲ្យគេទៅអីបើថា AI ចាប់ AI ដូចធុនខចឹងមកហើយចាប់ដូច Dito ចឹងមកបើថាមិនចេញគឺមិនចេញលើ store ហ្នឹងមកបកាច់ស្អីវាអាចចេញក៏មិនប្រាប់អាស្អីក៏មិនស្អីនៅតែ account ជាប់ចឹងរហូតអញ្ចឹងខ្ញុំមានអារម្មណ៍ថាបងប្អូនខ្ញុំខឹងតែខ្ញុំស្អប់តាកម្រងខ្ញុំបើកដូចពីគេបានច្រើនដងបងប្អូនតែខ្ញុំស្អប់តែចុងក្រោយនេះអាចចម្រៀងចុងក្រោយរបស់យើងវាមិនចេញឲ្យយើងហើយអ្នកខ្លះគាត់តែនៅ comment នៅក្នុង account របស់ខ្ញុំផ្សេងស្អីខ្លះនេះគាត់ថាចេះតែចែកម្លេចផ្ដេសផ្ដាសយើងធ្វើមិនពិតប្រកបច្បាស់លាស់
ជំរាបគេដាក់អនធម្មតាថាបានឆ្លើយថា no ហើយជំរាបថា no ហេតុអីមិននិយាយអញ្ចឹងគ្រូធំគេដាក់មិនចេញហងគេចេះរាប់ឆ្នាំហើយគេធ្វើប៉ុន្មានហ្នឹងជំរាបគេធ្វើឯងគេមិនប្រើ AI នោះគេធ្វើមិនចេញផុសមិនចេញផងចុះទុំអីទុំលោកឯងអីគេធ្វើ AI សោះមកយកចង់ដឹងច្បាស់មុនគេធ្វើមេរៀននេះគេច្បាស់ហើយបានគេធ្វើមេរៀននោះចែកម្លែកនេះហ៎បើគេមិនច្បាស់គេមិនចែកលេខមេរៀនដែរអញ្ចឹងខ្ញុំខណៈមានអីទេបងប្អូនចង់បញ្ចប់ខណៈសំណុំបងប្អូនយើងក្នុងការធ្វើសម្រាប់ចិត្តការធ្វើអីបងប្អូនធ្វើទៅណាតាមអារម្មណ៍ចិត្តបងធ្វើតោះខ្ញុំអត់ហាមឃាត់ទេតែខ្ញុំដូចបញ្ជាក់ក្នុងជាដំបូងមួយដំបូងអញ្ចឹងខ្ញុំចង់បងប្អូនលុបជាងកម្រងឌីគ្រីចោលទៅមិនធ្វើទេធ្វើលើកម្រងណាដែលគេចែកចម្រៀងឲ្យយើងគេសហការជាមួយនឹងក្រុមហ៊ុន AI អញ្ចឹងណាព្រោះសម័យនេះហើយជាសម័យ AI អញ្ចឹងឲ្យបងប្អូនកុំនេះអីសម័យ AI អញ្ចឹងភាគច្រើនគេដាក់លើ AI ហើយតែមិនឲ្យ AI ហ្នឹងមិនឲ្យបងប្អូនគិតថាធ្វើទាំងអស់ហើយណាលើ AI យកមកអត់មានកែបងត្រូវតែកែបងណាត្រូវតែកែជាដាច់ខាតបងត្រូវតែកែកុំអត់កែសោះអញ្ចឹងក៏សូមមានកំហុសខុសឆ្គងត្រង់ណាអីក៏សូមខន្តីអភ័យទោសបាយបាយបងប្អូនសំណាងល្អ